បាទជាដំបូងខ្ញុំបាទសូមគោរពជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះប្លង់អាត្រាជាគរុសិស្សថ្នាក់ខ2ហើយថ្ងៃនេះដែរខ្ញុំបាទនឹងធ្វើវីដេអូមួយដែលនិយាយពីសារៈសំខាន់នៃក្របខ័ណ្ឌរង្វាយតម្លៃសិក្សាកម្រិតមត្តេយ្យសិក្សានិងអប់រំចំណេះទូទៅនៅកម្ពុជាបាទអញ្ចឹងសារៈសំខាន់វានេះឆ្លងតាមការមើលរបស់ខ្ញុំមកខ្ញុំសរុបបានចំនួន5ចំណុចអញ្ចឹងចំណុចទី1គឺតកតើជាមួយនឹងក្របខ័ណ្ឌរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សមត្តេយ្យសិក្សាឬក៏ចំណេះទូទៅហ្នឹងវាដើរតួវាមានសារៈសំខាន់ត្រង់ថាវាជាឧបករណ៍មួយសម្រាប់ធានានូវគុណភាពអប់រំបាទវាធានាយ៉ាងម៉េចអញ្ចឹងក្របខ័ណ្ឌនេះវាជាដំណើរការមួយដែលកំណត់គោលការណ៍ស្តង់ដារហើយនិងវិធីសាស្ត្រសម្រាប់វាស់វែងលទ្ធផលសិក្សារបស់សិស្សពីកម្រិតមត្តេយ្យដល់ថ្នាក់ទី12បាទអញ្ចឹងវាដើរតួជាដំណើរការមួយដែលកំណត់នូវគោលការណ៍ស្តង់ដារមួយមានលក្ខណៈទូទៅក៏ដូចជាវិធីសាស្ត្របាទមួយទៀតគឺវាជួយជំរុញដល់ក្រសួងអប់រំយុវជននិងកីឡាស្ថាប័នតាក់ទងគឺដើម្បីធានាថាការអប់រំយើងនឹងមានប្រសិទ្ធភាពនិងសមស្របសម្រាប់កុមារនិងយុវជនទាំងអស់បាទអញ្ចឹងរង្វាយតម្លៃនោះវាមានលក្ខណៈទូទៅបាទអញ្ចឹងធ្វើឲ្យបាច់ធ្វើបានធានាបានការអប់រំមួយវាមានលក្ខណៈស្តង់ដារបាទមួយទៀតគឺការវាស់វែងផលិតផលវាស់វែងលទ្ធផលសិក្សាដែលមានស្តង់ដារជួយឲ្យសាលាឬក៏ស្ថាប័នពាក់ព័ន្ធគ្រប់ដានថ្នាក់ហ្នឹងគាត់ដឹងពីស្ថានភាពពិតដើម្បីធ្វើការកែលម្អទើបមិនឲ្យវាមានលក្ខណៈកាន់តែប្រសើរឡើងចំពោះចំណុចទី2គឺផ្ដល់ទិន្នន័យជាក់ស្ដែងសម្រាប់ផែនការអប់រំជាតិបាទអញ្ចឹងយើងដឹងហើយលទ្ធផលវិតម្លៃវាគឺជាភស្តុតាងវិទ្យាសាស្ត្រមួយសម្រាប់កំណត់នៅនយោបាយឬក៏ផែនការអប់រំជាតិបាទអញ្ចឹងវាប្រៀបបានដូចជាទិន្នន័យមួយដែលយើងប្រើវាសម្រាប់ការតាមដានគោលដៅអប់រំសកល SDG4 ការកំណត់យុទ្ធសាស្ត្រជាតិបាទហើយនឹងការបែងចែកថវិកានិងធនធានផ្សេងៗគឺវាត្រូវទាមទាររង្វាយតម្លៃបាទទិន្នន័យនៃរង្វាយតម្លៃចំពោះចំណុចទី3របស់ខ្ញុំគឺកែលម្អប្រសិទ្ធភាពការបង្រៀនហើយនឹងរៀនកែលម្អមិនអញ្ចឹងយើងន័យថាការរង្វាយតម្លៃឬក៏ការវាស់វែងលទ្ធផលបង្ហាញអំពីចំណុចខ្លាំងចំណុចខ្សោយរបស់សិស្សហ្នឹងវាស្ដែងចេញតាមរយៈសមត្ថភាពអានសមត្ថភាពគណិតវិទ្យានិងចំណេះដឹងវិទ្យាសាស្ត្របើយើងនិយាយពីចំណេះទូទៅអញ្ចឹងនៅពេលដែលយើងវាស់វែងដឹងអំពីចំណុចខ្លាំងចំណុចខ្សោយគឺគ្រូបង្រៀនហើយនឹងគណៈគ្រប់គ្រងសាលាហ្នឹងគាត់អាចប្រើទិន្នន័យទាំងអស់ហ្នឹងដើម្បីធ្វើការកែប្រែការបង្រៀនអភិវឌ្ឍដំណើរការប្រឡងឲ្យផ្សេងក្នុងថ្នាក់ឬក៏រង្វាយតម្លៃណាមួយអញ្ចឹងគាត់អាចកែសម្រួលធ្វើម៉េចឲ្យវាមានភាពល្អប្រសើរជាងមុនមួយទៀតគឺជំរុញការបង្រៀនផ្ទាល់ខ្លួនបាទធ្វើម៉េចឲ្យសិស្សហ្នឹងគាត់ធ្វើដោយខ្លួនឯងបានច្រើនបាទគាត់ធ្វើម៉េចឲ្យគាត់ចូលរួមគាត់មានសកម្មភាពច្រើនក្នុងការសិក្សារៀនសូត្ររបស់គាត់4គឺការបង្កើនសមភាពហើយនឹងការចូលដំណើរការអប់រំចំណុចនេះដែរគឺមានតែធ្វើយ៉ាងម៉េចឲ្យវាមានលក្ខណៈស្មើគ្នាឲ្យវាមានដំណើរការមួយមានលក្ខណៈឯកភាពគ្នាលក្ខណៈទូទៅវាលក្ខណៈស្តង់ដារអញ្ចឹងយើងដឹងហើយថាការប្រឡងគឺវាឬក៏ការតេស្តសមត្ថភាពការវាស់វែងអីគឺប្រកបដោយស្តង់ដារគឺវាជួយបង្ហាញនូវភាពខុសគ្នារវាងភូមិសាស្ត្រផ្សេងឧទាហរណ៍អ្នកក្រុងអ្នកជនបទឬក៏បរិបទសង្គមក្រុមសង្គមណាមួយអញ្ចឹងនៅពេលដែលយើងមានការតេស្តឬក៏រង្វាយតម្លៃលក្ខណៈស្តង់ដារហ្នឹងយើងអាចវាស់វែងបានថានៅកន្លែងណាវាមានចំណុចខ្វះខាតអញ្ចឹងយើងអាចបំពេញបន្ថែមថាត្រូវបង្កើនស្អីបង្កើនផែនការអប់រំបែបម៉េចដើម្បីឲ្យលក្ខណៈឧទាហរណ៍ជនបទឲ្យវាមានលក្ខណៈប្រហាក់ប្រហែលមួយទីក្រុងវាមានលក្ខណៈសមភាពគ្នា
ដើម្បីឲ្យធ្វើការប្រឡងថ្នាក់ជាតិអីមួយវាមើលទៅវាមានលក្ខណៈសមភាពគ្នាមានថាអ្នកក្រុងក៏អាចធ្វើបានអ្នកជនបទក៏អាចធ្វើបានបាទមួយទៀតគឺអាចកំណត់កន្លែងដែលមានសិស្សខ្សោយជាងដើម្បីការផ្ដល់ការគ្រប់គ្រងបាទអញ្ចឹងនៅពេលយើងធ្វើវិតម្លៃហើយអញ្ចឹងយើងការផ្ដោតលើចំណុចកម្មវិធីជួយបន្ថែមឬក៏ផ្ដល់កញ្ចប់ថវិកាឲ្យបន្ថែមទៅលើតម្រូវការដែលខ្វះខាតដើម្បីឲ្យវាមានលក្ខណៈសមភាពគ្នាហើយចំណុចចុងក្រោយនៅចំណុចទី4នេះគឺជួយបន្តការបញ្ចប់រឿងគឺមានន័យថាភាពមិនស្មើក្នុងការអប់រំដែលជាការទាមទារសំខាន់សម្រាប់អភិវឌ្ឍសង្គមយ៉ាងសុវត្ថិភាពបាទអញ្ចឹងយើងដឹងហើយថាការអប់រំយើងវានៅមានលក្ខណៈមួយដែលបែបប្រពៃណីអញ្ចឹងភាពមិនស្មើនេះវាមានកើតឡើងមានច្រើនតាំងពីកម្រិតអប់រំនៅតាមសាលានៅតាមតំបន់នៅតាមបរិបទណាមួយដែលគាត់រស់នៅបាទអញ្ចឹងយើងធ្វើយ៉ាងណាគឺយើងអភិវឌ្ឍឲ្យវាមានលក្ខណៈសុវត្ថិភាពមានន័យថាធ្វើយ៉ាងណាឲ្យទទួលបាននៅការផ្គត់ផ្គង់ផ្នែកស្មារតីឬក៏ចំណេះដឹងនេះមានភាពប្រហាក់ប្រហែលគ្នាបើមិនបានស្មើយើងបានថាប្រហាក់ប្រហែលគ្នាអញ្ចឹងចំណុចបកាវិសមភាពនេះខ្ញុំមាន3ចំណុចហ្នឹងហើយចូលដល់ចំណុចចុងក្រោយគឺចំណុចទី5ដែលខ្ញុំលើកឡើងអំពីGoogle និងស្តង់ដារអន្តរជាតិនឹងបង្កើនសមត្ថភាពការអប់រំរបស់កម្ពុជាយើងចំពោះក្របខ័ណ្ឌនេះគឺបញ្ចូលការវាស់វែងជាតិនិងអន្តរជាតិអញ្ចឹងចំណុចនេះគឺយើងដូចយើងបានក្នុងខ្លឹមសារមេរៀនរបស់យើងគឺការប្រឡងថ្នាក់ជាតិថ្នាក់ទី3ថ្នាក់ទី6ថ្នាក់ទី9ថ្នាក់ទី11អញ្ចឹងការប្រឡងនេះគឺរៀបចំឡើងដោយ PED គឺជានាយកដ្ឋានបឋមសិក្សាហើយនឹងនាយកដ្ឋានមធ្យមសិក្សាដែលរៀបចំឡើងនៅការប្រឡងថ្នាក់ជាតិថ្នាក់ទី3ទី6ទី9ទី11នេះបាទហើយមួយទៀតគឺការសិក្សាអន្តរជាតិគឺ PISA Program for International Student Assessment អញ្ចឹងកម្រិតរង្វាយតម្លៃបែប PISA នេះ PISA D នេះគឺកម្ពុជាយើងដូចជាយើងចាប់ផ្ដើមអនុវត្តនៅឆ្នាំ2016បើតាមចាំបានមិន15 16អញ្ចឹងកម្រិតដំបូងនេះគឺយើងតេស្ត PISA គឺយើងធ្វើការដាក់បញ្ចូលទៅក្នុងដំណើរការប្រព័ន្ធអប់រំជាតិរបស់យើងហើយឃើញថាវាទទួលបានផ្លែផ្កាហើយប្រទេសកម្ពុជាយើងអាចសង្កេតឃើញថាយើងមានរង្វាយតម្លៃច្រើនបាទមួយទៀតគឺការវាស់វែងឬក៏ការរង្វាយតម្លៃលក្ខណៈតំបន់ឬក៏យើងហៅថា CPLM មានន័យថា Sathi Primary Learning Matrix អញ្ចឹងអាហ្នឹងវាគឺជារង្វាយតម្លៃមួយដែលធ្វើឡើងនៅលក្ខណៈតំបន់មាន Sathi Asia មានន័យថារង្វាយតម្លៃនេះគឺរៀបចំឡើងដោយនាយកដ្ឋានអប់រំយើងផ្ទាល់វាមានលក្ខណៈរង្វាយតម្លៃក្រៅបាទអញ្ចឹងឆ្លងតាមរង្វាយតម្លៃដែលក្រសួងអប់រំនៃប្រទេសកម្ពុជាយើងបានប្រើប្រាស់គឺយើងយកមកពីខាងតំបន់យកមកពីខាងលក្ខណៈអន្តរជាតិហើយក៏ដូចជាលក្ខណៈជាតិអញ្ចឹងយើងឃើញថាប្រព័ន្ធរង្វាយតម្លៃនៅប្រទេសកម្ពុជាគឺមានលក្ខណៈច្រើនដែលវាប្រកបទៅជាសមត្ថភាពមួយដែលធ្វើឲ្យសមាគមបរទេសមើលឃើញថាប្រទេសកម្ពុជាពិតជាប្រទេសមួយដែលមានវិស័យអប់រំល្អអាចប្រើប្រាស់នៅវិធីសាស្ត្ររង្វាយតម្លៃបានច្រើនបាទអញ្ចឹងចំពោះការចូលរួមរបស់កម្ពុជាក្នុងប្រព័ន្ធរង្វាយតម្លៃយ៉ាងនេះគឺវាអាចប្រៀបធៀបលទ្ធផលសិស្សជាមួយប្រទេសផ្សេងទៀតបានបាទដូចជាយើងតេស្ត PISA តេស្ត CPLM ស្រាប់តែតើមួយលក្ខណៈអន្តរជាតិអីបាទប្រទេសគេក៏តេស្តក្នុងតំបន់អាស៊ានថៃវៀតណាមសុទ្ធតែប្រើប្រាស់តេស្តទាំងអស់ហ្នឹងបាទមួយទៀតគឺទទួលបានការទទួលស្គាល់ពីអន្តរជាតិនិងការផ្លាស់ប្ដូរបទពិសោធន៍ល្អៗបាទអញ្ចឹង
បើយើងមានតេស្តមួយលក្ខណៈទូទៅហើយប្រកបទៅជាកម្រិតនៃការសិក្សារបស់យើងហើយនឹងអន្តរជាតិគឺវាមានលក្ខណៈស្តៀងគ្នាអញ្ចឹងយើងគេហៅថាអាចផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកបានយើងក៏រៀនដូចគ្នាគេក៏រៀនដូចគ្នាបាទអញ្ចឹងសរុបសេចក្តីមកចំពោះសារៈសំខាន់នៃវិធីសាស្ត្ររង្វាយតម្លៃលទ្ធផលសិស្សនៅកម្រិតមត្តេយ្យឬក៏ចំណេះទូទៅហ្នឹងវាផ្ដល់នៅសារៈសំខាន់ជាច្រើនដូចជាបង្កើនសមត្ថភាពនិងប្រសិទ្ធភាពហើយនឹងយុទ្ធសាស្ត្រអភិវឌ្ឍមនុស្សហើយដើម្បីយើងមានទុនមួយក្នុងការប្រកួតប្រជែងជាមួយនឹងអន្តរជាតិបាទអញ្ចឹងសម្រាប់ប្រធានបទរបស់ខ្ញុំសារៈសំខាន់នៃខ្លឹមសាររង្វាយតម្លៃលទ្ធផលរបស់សិស្សកម្រិតមត្តេយ្យសិក្សាក៏ដូចជាចំណេះទូទៅនៅកម្ពុជានេះគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណ